ប់សួងលោកបានកើតឆ្នាំមន់នេះលោកកើតឆ្នាំកដុលហើយលោកពីដើមមុនទៅថៃជលមន់ត្រូវច្បាប់ដែរមិនខុសច្បាប់អីតើតាមន់ខ្លះជលលើចាញ់គេហើយចាញ់ម្ដង1លានបាត2លានបាត10លានបាតអីម្ចាស់មន់ចេះខឹងណាជលចាញ់ទៅគេបោះចោលទៅបកាច់ខ្វាយទៅលោកឃើញទៅអោបដាក់ថងយាមយកមកដាក់ថ្នាំជាអ្នកផ្សេងមកសុំយកទៅជលវាលែងចាញ់ដាក់ឈ្នះទៅថៃវាល្បីអញ្ចឹងទៅឲ្យតែណាមានរឿងក្តីអីទៅបន់ណែយកមន់ចាញ់ហ្នឹងទៅប្រឡែងលោកមើលជាយកមកវិញអីចឹងទៅជាប់អារឿងហ្នឹងហោហែមកក្រោយមកវាអស់មន់មែនទេនឹកឃើញថាមានក្តីមានក្តាំអីគ្នាយកមន់ថ្មទៅដាក់ផ្ញើនឹងរោងលោកថាមានជ័យមានជំនះឈ្នះអីចឹងទៅទុកផ្ញើលោកហើយយកមកដាក់ផ្ទះវិញដាក់ឲ្យមានជ័យជំនះណាដល់អញ្ចឹងក៏ជាប់ល្បីថាទៅសួងឆ្នាំមន់ហ្នឹងទៅឆ្នាំមន់នេះទៅឆ្នាំកណ្ដុលលេងហើយរឿងដើមហេតុហ្នឹងខ្មែរយើងក៏មិនដឹងជាថ្វាយមន់តាមគេទៅអត់មានដឹងរឿងអីសោះហ្នឹងហើយអញ្ចឹងហ្នឹងហើយអញ្ចឹងរឿងមន់ហ្នឹងអញ្ចឹងយល់ទេលោកណាហ្នឹងហើយ